Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទរំដួលមកវិញម្ដងទៀតហើយថ្ងៃនេះផងដែរ admin សូមលើកយកខ្សែភាពយន្តថ្មីមួយទៀតដើម្បីមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតហើយចំពោះខ្សែភាពយន្តមួយនេះគឺចង់និយាយអំពីនារីម្នាក់បានបើកឡាននឹងវិញនៅក្នុងតំបន់ដាច់ស្រយាលដែលពុំសូវមានមនុស្សរស់នៅទេហើយនាងបានជួបជាមួយនឹងក្រុមមនុស្សចិត្តអាក្រក់ដែលមានបំណងចង់ចុចចង់ធ្វើបាបនាងអញ្ចឹងណាដូចនេះហើយបងប្អូនច្បាស់ជាចង់ដឹងហើយថាតើទូស្រីនៅក្នុងសាច់រឿងមួយនេះមានវិធីសាស្ត្រយ៉ាងណាដើម្បីទប់ទល់ជាមួយនឹងក្រុមមនុស្សទាំងអស់នោះវិញហើយដំណើរសាច់រឿងវាទៅជាយ៉ាងណានោះយើងមានតែទៅតាមដានទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅប៉ុន្តែសម្រាប់បងប្អូនដែលទស្សនាថ្មីៗដែលមិនទាន់បានចុច Subscribe សូមបងប្អូនចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងពីព្រោះតែ Channel មួយនេះគឺជា Channel ថ្មីរបស់ Admin ចាប់ផ្ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញអំពីទូស្រីរបស់យើងតែម្ដងនាងមានឈ្មោះថា Kender ពេលនេះដែរ Kender កំពុងតែរត់ហាត់ប្រាណតែម្នាក់ឯងសប្តាហ៍នេះ Kender គឺជាសិស្សនិស្សិតរៀននៅក្នុងសាកលវិទ្យាល័យមួយគឺនាងរៀនឆ្នាំទី4ខណៈពេលដែលនាងកំពុងតែរត់ហាត់ប្រាណស្រាប់តែមានអ្នកផ្ញើសារមកបន្ទាប់ពីបានឃើញសារមួយនឹងហើយនាងមានអារម្មណ៍ថារំភើបសប្បាយចិត្តជាខ្លាំងពីព្រោះតែពេលនេះខាងក្រុមហ៊ុនដែលនាងបានដាក់ពាក្យសុំធ្វើការគឺត្រូវបានពួកគេហៅនាងឲ្យទៅណាត់ជួបដើម្បីសម្ភាសចូលធ្វើការងារតែម្ដងលុះពេលវេលាថ្ងៃស្អែកឡើង Kender បានបើកឡានធ្វើដំណើរទៅសម្ភាសការងារតែម្នាក់ឯងហើយ office ក្រុមហ៊ុនមួយនេះគឺស្ថិតនៅក្នុងទីក្រុងផ្សេងមួយទៀតខណៈពេលដែលនាងកំពុងតែបើកឡានបណ្ដើរស្ដាប់សារព័ត៌មានបណ្ដើរក៏បានដឹងថាស្ថានភាពផ្លូវដែលនាងកំពុងតែធ្វើដំណើរគឺវាស្ទះចរាចរណ៍ជាខ្លាំងពីព្រោះតែវាគឺជាថ្ងៃឈប់សម្រាកហើយមានមនុស្សជាច្រើនបានដើរលេងកម្សាន្តអញ្ចឹងណាដូចនេះហើយ Kender ក៏បានយកទូរស័ព្ទមកឆែកមើលផែនទីដើម្បីស្វែងរកផ្លូវផ្សេងមួយទៀតគឺនាងសម្រេចចិត្តជិះផ្លូវវាងតាមទីជនបទកាត់ព្រៃភ្នំដែលពុំសូវមានមនុស្សរស់នៅទេក្រោយពីការធ្វើដំណើរអស់ពេលយូរមកយើងឃើញថាផ្លូវកាន់តែស្ងាត់ទៅហើយបាទរហូតមកដល់ទីតាំងកន្លែងមួយ Kender បានបើកឡានមកដល់ផ្លូវដែលគេបានដាក់របងបិទធ្វើឲ្យ Kender ពេលនេះមិនអាចបើកឡានទៅមុខបន្តទៀតបានទេដូចនេះហើយនាងក៏បានសម្រេចចិត្តបើកឡានតាមផ្លូវផ្សេងមួយទៀតមួយសបកធំក្រោយមក Kender ក៏បានបើកឡានមកដល់កន្លែងមួយដែលមានមនុស្សប្រុស2នាក់កំពុងតែធ្វើអ្វីម្យ៉ាងពួកគេក៏បានសម្លឹងឃើញឡានរបស់ Kender នៅបានគិតថា Kender ប្រហែលជាមើលឃើញសកម្មភាពរបស់ពួកគេអញ្ចឹងណាចំណែក Kender ពេលនេះនាងចាប់ដើមមកវិញផ្លូវហើយបាទដូចនេះហើយនាងក៏បានបើកឡានត្រឡប់ទៅក្រោយវិញ Kender មិនអស់ចិត្តទេនាងក៏បានឈប់ឡាននិងបានចុះចេញពីឡានហើយនាងបានយកផែនទីกระดาษមកមើលបន្តទៀតដើម្បីស្វែងរកផ្លូវផ្សេងស្របពេលនោះម្ដាយរបស់នាងក៏បានខលមកផងដែរប៉ុន្តែ Kender មិនបានដឹងទេពីព្រោះតែទូរស័ព្ទរបស់នាងទុកនៅខាងក្នុងឡានបន្តមកទៀតយើងក៏បានឃើញថាមានឡានមួយបានបើកចូលមកធ្វើឲ្យ Kender នៅពេលនេះចាប់តាមចម្លែកនៅក្នុងចិត្តជាខ្លាំងហើយពួកគេគឺជាបរិសុទ្ធ2នាក់ដែលបានគិតថា Kender បានឃើញសកម្មភាពរបស់ពួកគេអ្នកពីរនាក់បាននិយាយណែនាំខ្លួនប្រាប់ទៅកាន់ Kender អ្នកពាក់មួកមានឈ្មោះថា Lester ហើយម្នាក់ទៀតមានឈ្មោះថា Daniel បន្ទាប់ពីពួកគេជជែកសួរនាំគ្នាទៅវិញទៅមករួចហើយពួកគេក៏បានដឹងថា Kender នៅពេលនេះបាននឹងវិញផ្លូវ Lester បាននិយាយប្រាប់ផ្លូវដែលនៅលើផែនទីដើម្បីឲ្យ Kender អាចបើកឡានធ្វើដំណើរទៅកាន់ផ្លូវធំវិញបន្ទាប់ពីនិយាយប្រាប់លទាល់ហើយ Kender រៀបនឹងចូលទៅខាងក្នុងឡានវិញទៅហើយបាទស្រាប់តែពួកគេបានដើរចូលមកនិយាយហាមឃាត់ Kender ថាបន្តិចទៀតមេឃនឹងយប់ហើយដូចនេះហើយ Lester បាននិយាយបបួល Kender ឲ្យទៅញ៉ាំបាយពេលល្ងាចនៅឯផ្ទះរបស់ពួកគេប៉ុន្តែ Kender មិនព្រមទេហើយអ្នកពីរនាក់នៅតែព្យាយាមបង្ខំ Kender ឲ្យព្រមទៅជាមួយនឹងពួកគេហើយថែមទាំងបានលុកលន់ប៉ះពាល់ខ្លួនប្រាណរបស់ Kender ទៀតផង Kender ក៏បានវាយទៅកាន់ Lester ចំណែក Daniel បានព្យាយាមចាប់ Kender បានរើបំរាស់និងបានដកយកកាំបិតមកចាក់វាយប្រហារទៅកាន់ Daniel ពួកគេនឹងក៏បានបតែបន្ទប់វាយគ្នាទៅវិញទៅមកស្រាប់តែ Daniel បានរើយកកាំបិតហើយបានចាក់ចំផ្លូវរបស់ Kender មួយកាំបិតទៅទោះបីជាយ៉ាងណាពួកគេមិនអាចចាប់ Kender បានឡើយនាងក៏បានប្រញាប់ប្រញាល់រត់គេចខ្លួនចេញពីកន្លែងមួយនឹងទៅបាទចំណែកអ្នកទាំងពីរនាក់ក៏បានប្រញាប់ប្រញាល់រត់ដេញតាមចាប់ Kender ត្រឡប់មកវិញផងដែរ Kender បានចូលទៅពួនលាក់ខ្លួននៅក្នុងទីតាំងមួយនិងបានលួចសម្លឹងមើលទៅកាន់ពួកគេពីចម្ងាយ Kender បានប្រើប្រាស់ល្បិចគប់ដុំថ្មដើម្បីបង្វែងដានហើយវាពិតជាទទួលបានផលមែនគឺពួកគេក៏បានរត់ទៅតាមទិសដៅដែលនាងបានគប់ដុំថ្មអញ្ចឹងណាមួយសបកក្រោយមកមេឃក៏បានយប់ទៅ Kender ពេលនេះនាងក៏មិនអាចធ្វើអីបានដែរនាងក៏បានស្វែងរកទីតាំងកន្លែងសម្រាប់ដេកសម្រាកយកកម្លាំងទៅក្រោយមើលស្ថានីយ៍ប៉ូលីសនេះវិញពួកគេទទួលបានព័ត៌មានពីប្រជាជនរាយការណ៍ប្រាប់ថាគឺមានឡានមួយបានទុកចោលនៅតាមផ្លូវបន្ទាប់ពីទទួលបានព័ត៌មានមួយនេះហើយប៉ូលីសម្នាក់ដែលមានឈ្មោះថា Coleman បានបើកឡានចេញទៅពិនិត្យមើលឡានរបស់ Kender ដែលទុកចោលនៅតាមផ្លូវគាត់សង្កេតឃើញថាមានឈាមបានហូរប្រឡាក់នៅលើផ្លូវពេល Coleman គិតថាវាច្បាស់ជាមានរឿងរ៉ាវអីជាមិនខានដូចនេះហើយគាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ Lester ដើម្បីសួរនាំថាតើពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់នេះដែរឬទេ Lester បានឆ្លើយប្រាប់ទៅថាខ្លួនមិនបានដឹងរឿងអីឡើយហើយក៏មិនបានជាប់ពាក់ព័ន្ធជាមួយនឹងពួកគេដែរភ្លាមនោះស្រាប់តែ Daniel បានដើរចូលមកលោកប៉ូលីស Coleman បានដកកំភ្លើងចេញមកដើម្បីការពារខ្លួនប៉ុន្តែលោក Coleman មិនបានធ្វើអីទេហើយក៏បានទុកកំភ្លើងវិញទៅដោយឃើញ Daniel មានស្នាមរបួសបែបនេះគាត់បានសួរនាំថាតើពួកគេកើតអីមែនមិនបានជាមានស្នាមរបួសបែបនេះ Daniel បានឆ្លើយប្រាប់ទៅថាពួកគេទើបនឹងចេញមកពីបបាញ់សត្វប៉ុន្តែមិនប្រយ័ត្នទើបធ្វើឲ្យមានរបួសដោយសារតែ Coleman មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពួកគេគឺគាត់មិនអាចធ្វើអីបានទេហើយគាត់ក៏បានយល់ព្រមបើកឡានត្រឡប់ទៅវិញទៅបាទនិយាយអំពី Kender នេះវិញគឺនាងវេទនាជាខ្លាំង
ពីព្រោះតែរបួសជើងរបស់នាងវាពិតជាឈឺចាប់ខ្លាំងមែនទែន Kendall ក៏បានសម្រេចចិត្តដើរត្រឡប់ទៅកាន់ទីតាំងក្បែរឡានរបស់ខ្លួនវិញពីព្រោះតែនាងគិតថាអាចនឹងមានមនុស្សមកជួយខ្លួនអញ្ចឹងណាខណៈពេលដែលនាងកំពុងតែដើរមកដល់ទីតាំងកន្លែងមួយស្រាប់តែឡានរបស់នាងបានធ្លាក់ចុះមកបិះនឹងត្រូវ Kendall ទៅហើយបាទ Kendall បានស្ដាប់ឮសំឡេងរបស់ Lester និង Daniel បានសើចសប្បាយពីព្រោះពួកគេបានយកឡានរបស់នាងមកទម្លាក់កំទេចចោលដើម្បីបំបត្តិភស្តុតាងអ្នកទាំងពីរនាក់ក៏បានបន្តសកម្មភាពបេសកកម្មដើរស្វែងរក Kendall បន្តទៀតទៅពេលដែលពួកគេដើរចេញពីកន្លែងមួយនឹងរួចហើយ Kendall បានដើរចូលមកមើលឡានរបស់ខ្លួនហើយនាងបានរកឃើញទូរស័ព្ទហើយបានឃើញម្ដាយរបស់ខ្លួនព្យាយាមខលតាក់ទងមកនាងជាច្រើនសារចំណែកអ្នកទាំងពីរនាក់បានរកឃើញកណាត់រុំមុខរបួសជើងរបស់ Kendall ហើយឈាមនៅមិនទាន់ស្ងួតទេធ្វើឲ្យពួកគេគិតថា Kendall ស្ថិតនៅក្បែរនឹងជាមិនខានហើយតំបន់មួយនឹងទូរស័ព្ទរបស់នាងពុំមានសេវាឡើយ Kendall ក៏បានព្យាយាមដើរស្វែងរកសេវាទូរស័ព្ទដើម្បីខលតាក់ទងស្វែងរកជំនួយហើយអ្នកទាំងពីរនាក់បានដើរត្រឡប់មកកាន់ទីតាំងឡានវិញប៉ុន្តែមិនបានឃើញ Kendall ទេពីព្រោះនាងបានដើរចេញពីកន្លែងនឹងបាត់ទៅហើយប៉ុន្តែពួកគេនៅតែព្យាយាមដើរស្វែងរកនាងបន្តទៀតរយៈពេលក្រោយមក Kendall ក៏បានមកដល់ទីតាំងកន្លែងមួយ Kendall បានសម្រេចចិត្តចុចថតសម្លេងខ្លួនឯងដើម្បីរៀបរាប់អំពីរឿងរ៉ាវដែលបានកើតឡើងប៉ុន្តែមិនទាន់បានថតអីផងទូរស័ព្ទរបស់នាងក៏បានអស់ថ្មរលត់គ្រឿងបាត់ទៅធ្វើឲ្យនាងកាន់តែមានអារម្មណ៍ថាសេះពិបាកចិត្តខ្លាំងមែនទែននាងក៏បានព្យាយាមដើរទៅមុខបន្តទៀតដោយសារតែនាងអស់កម្លាំងខ្លាំងពេក Kendall ក៏បានដួលសន្លប់ទៅបាទភ្លាមនោះស្រាប់តែមានបរិសម្នាក់បានដើរចូលមកហើយយើងក៏មិនទាន់ដឹងផងដែរថាតើបរិសអ្នកនឹងគឺជានរណានោះទេអញ្ចឹងមានតែទស្សនាបន្តទៀតថ្ងៃស្អែកឡើង Kendall បានភ្ញាក់ដឹងខ្លួនឡើងវិញនាងពេលនេះស្ថិតនៅក្នុងផ្ទះមួយចំណែករបួសរបស់នាងត្រូវបាននរណាម្នាក់លាងរបួសរុំឲ្យរួចជាស្រេចផងដែរ Kendall ឆ្ងល់ជាខ្លាំងហើយនាងក៏បានប្រញាប់ញ៉ាចាក់ចេញទៅខាងក្រៅប៉ុន្តែនាងមិនអាចចាក់ចេញទៅខាងក្រៅរួចទេពីព្រោះតែទ្វារត្រូវបានចាក់សោជាប់ទាំងអស់ហើយបន្តមកទៀតក៏មានមនុស្សប្រុសម្នាក់បានបើកទ្វារចូលមក Kendall បានសួរនាំថាតើអ្នកឯងគឺជាណាគេហើយកុំចូលមកក្បែរនាងឲ្យសោះប្រុសម្នាក់នឹងមានឈ្មោះថា Lowell បានព្យាយាមនិយាយប្រាប់ទៅកាន់ Kendall កុំឲ្យភ័យខ្លាចអីគឺគាត់មិនបានធ្វើបាបនាងទេប៉ុន្តែ Kendall មិនព្រមស្ដាប់ទេនាងក៏បានយកម្សៅម្យ៉ាងមកជះដាក់ទៅលើមុខរបស់ Lowell ធ្វើឲ្យ Lowell ក្តៅមុខខ្លាំងមែនទែន Kendall ក៏បានប្រញាប់ញ៉ារត់ចេញទៅខាងក្រៅប៉ុន្តែចៃដន្យអីនាងក៏បានដួលសន្លប់ម្ដងទៀតទៅចំណែក Lowell បានយកទឹកដោះគោមកចាក់នៅលើផ្ទៃមុខរបស់ខ្លួនដើម្បីកុំឲ្យស្បែករបស់គេវាក្តៅខ្លាំងពេកបន្តមកទៀតនៅពេលដែល Kendall ភ្ញាក់ដឹងខ្លួនឡើងវិញនាងពេលនេះត្រូវបាន Lowell ចងដៃរបស់នាងជាប់ Lowell បានយកអាហារមកឲ្យនាងញ៉ាំផងដែរ Kendall បាននិយាយអង្វរទៅកាន់ Lowell ឲ្យដោះលែងខ្លួនវិញហើយនាងសុំធានាថាមិនយករឿងរ៉ាវទាំងអស់ហ្នឹងទៅប្តឹងប៉ូលីសទេប៉ុន្តែ Lowell មិនព្រមឡើយនៅពេលនោះស្រាប់តែមានឡានមួយបានបើកចូលមកដោយលើសំឡេងឡានបែបនេះ Kendall បានស្រែកឡើងលើតែម្ដងដើម្បីឲ្យអ្នកផ្សេងជួយនាងអញ្ចឹងណាប៉ុន្តែ Lowell បានស៊ូសចូលមកបិទមាត់របស់ Kendall នៅបាននិយាយប្រាប់ទៅបើសិនជាពួកគេដឹងថានាងនៅទីនេះពួកគេនឹងសម្លាប់នាងចោលជាមិនខានហើយខ្លួនក៏មិនអាចជួយនាងបានដែរ Kendall ក៏បានយល់ព្រមស្រាប់ធ្វើតាម Lowell ទៅតាមពិតទៅអ្នកដែលបើកឡានមកនឹងគឺជា Daniel និង Lester ពួកគេគឺជាដៃគូសហការរកស៊ីជាមួយគ្នាហើយការងាររបស់ Lowell គឺជាអ្នកផ្សំសារធាតុផ្សេងៗផលិតជាគ្រឿងញៀនចំណែកអ្នកទាំងពីរនាក់ជាអ្នកមកទទួលយកទៅលក់បន្តអ្នកទាំងពីរនាក់បានសួរនាំទៅកាន់ Lowell ថាតើមិនបានឃើញមនុស្សស្រីម្នាក់ដែលបានបាត់ខ្លួនប្រហែលជាមួយថ្ងៃពីរថ្ងៃមុនដែរឬទេ Lowell បាននិយាយកុហកប្រាប់ទៅកាន់ពួកគេទៅថាមិនបានឃើញឡើយពួកគេទាំងពីរនាក់ចង់ចូលទៅខាងក្នុងផ្ទះរបស់ Lowell ដើម្បីទៅឆែកឆេរមើលខណៈពេលនោះស្រាប់តែយើងឃើញថា Kendall បានលួចស្ដាប់លើអ្វីដែលពួកគេកំពុងតែនិយាយគ្នានៅខាងក្រៅផងដែរហើយនាងបានយកសារធាតុម្យ៉ាងមកចាក់លាយជាមួយនឹងទឹកដើម្បីផ្ដាច់ខ្សែដែលចងជាប់ជាមួយនឹងដៃរបស់នាងចំណែក Lowell មិនអាចហាមគាត់ពួកគេបានទេអ្នកពីរនាក់ក៏បានដើរចូលមកខាងក្នុងផ្ទះទៅហើយពួកគេមិនបានឃើញ Kendall ទេពីព្រោះនាងបានកាត់ខ្សែរត់ចេញទៅខាងក្រៅបាត់ហើយបន្ទាប់ពីនិយាយការងារជាមួយនឹងគ្នារួចរាល់ហើយអ្នកពីរនាក់ក៏បានត្រឡប់ទៅវិញទៅ Lowell បានមកតាមរក Kendall ឃើញវិញនិងបាននិយាយប្រាប់ទៅកាន់នាងថាបើសិនជាចង់រស់មានជីវិតត្រឡប់ទៅវិញគ្រប់យ៉ាងត្រូវតែធ្វើតាមត្រូវតែស្ដាប់តាមអ្វីដែលគាត់និយាយប្រាប់អញ្ចឹងណាក្រឡេកមើលស្ថានីយ៍ប៉ូលីសនេះវិញប៉ូលីសថ្នាក់លើបានមកជួបជាមួយនឹងលោក Coleman ដើម្បីឲ្យបើកប្រតិបត្តិការស៊ើបអង្កេតចំពោះរឿងរ៉ាវបាត់ខ្លួនរបស់ Kendall ហើយរឿងក្តីមួយនេះខាងថ្នាក់លើបានប្រគល់ឲ្យប៉ូលីសម្នាក់ទៀតដែលមានឈ្មោះថា Nick ហើយនឹងលោក Coleman ធ្វើការជាមួយគ្នាអញ្ចឹងណាឈុតបន្តមកទៀតយើងឃើញថា Kendall បានត្រឡប់មករស់នៅក្នុងផ្ទះជាមួយនឹង Lowell វិញគឺនាងពេលនេះចាប់ផ្ដើមទុកចិត្តទៅលើ Lowell ហើយបាទពួកគេបានសួរនាំស្វែងយល់ពីគ្នាទៅវិញទៅមកដោយ Lowell បាននិយាយសន្យាជាមួយនឹង Kendall ថាខ្លួននឹងជូននាងត្រឡប់ទៅវិញប៉ុន្តែមិនមែនពេលវេលានេះទេពីព្រោះគាត់មិនមានឡានផ្ទាល់ខ្លួនឡើយគឺត្រូវរងចាំប្រហែលថ្ងៃទៀតពេលដែល Daniel ហើយនិង Lester យកតំណែងរបស់ពួកគេទៅលក់នៅឯទីក្រុងគាត់នឹងខ្ចីឡានរបស់ពួកគេដឹកជូននាងត្រឡប់ទៅវិញ Kendall នៅពេលនេះក៏គ្មានជម្រើសផងដែរក្រៅពីស្ដាប់ធ្វើតាម Lowell នេះយើងពីលោកប៉ូលីស Coleman នេះវិញគាត់បានវាយទៅកាន់ Lester នៅបានសួរនាំថាតើឡានរបស់ Kendall ពួកគេយកវាទៅលាក់ទុកនៅកន្លែងណាតាមពិតទៅពួកគេគឺជាគ្នាបាក់ពួកជាមួយគ្នាទេបាទលោក Coleman មិនសប្បាយចិត្តឡើយពីព្រោះតែរឿងរ៉ាវមួយនេះវាបានដឹងឮទៅដល់ថ្នាក់លើគឺធ្វើឲ្យគាត់ឈឺក្បាលខ្លាំងមែនទែនដូចនេះហើយដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់នេះគាត់បានបញ្ជាពួកគេទាំងពីរនាក់ត្រូវតែតាមស្វែងរក Kendall ហើយសម្លាប់នាងចោលបំបត្តិភស្តុតាងតែម្ដងដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងណាថ្ងៃស្អែកឡើងនៅក្នុងស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសស្រាប់តែប៉ូលីស Nick បានដើរចូលមកស្ដាប់ឮ
លោក Coleman និយាយទូរស័ព្ទបញ្ជាឲ្យគ្នាបពុរបស់គាត់តាមសម្រាប់ Kendall ធ្វើឲ្យលោកប៉ូលីស Nick មានការភ័យជាខ្លាំងមិននឹកស្មានថាលោកប៉ូលីស Coleman ដែលជាមេរបស់គាត់មានចិត្តសាហាវបែបនេះទេហើយលោក Coleman បានព្យាយាមនិយាយបកស្រាយដើម្បីកុំឲ្យ Nick មានការយល់ច្រឡំមកកាន់ខ្លួនប៉ុន្តែ Nick មិនព្រមស្ដាប់ទេហើយគេក៏បានដើរចេញមកខាងក្រៅដើម្បីជិះឡានចាក់ចេញពីកន្លែងមួយនឹងប៉ុន្តែលោកប៉ូលីស Coleman នៅតែដើរចេញមកតាមនិយាយលំ Nick កុំឲ្យរាយការណ៍ប្រាប់ទៅកាន់ថ្នាក់លើអីនៅបានប្រាប់ឲ្យ Nick ចូលរួមដៃជាមួយនឹងគាត់នឹងយល់ព្រមចែកលុយឲ្យ Nick ចាយអញ្ចឹងណាប៉ុន្តែ Nick មិនព្រមទេហើយគេថែមទាំងបានបោះខ្នោះដៃដើម្បីឲ្យលោកប៉ូលីស Coleman ដាក់ខ្នោះខ្លួនឯងថែមទៀតផងប៉ុន្តែ Coleman មិនព្រមទេហើយគាត់ក៏បានដកយកកំភ្លើងបាញ់សម្លាប់លោកប៉ូលីស Nick ចោលតែម្ដងទៅនិយាយរួមទៅលោកប៉ូលីស Coleman ពិតជាសាហាវខ្លាំងមែនទែនសម្រាប់មនុស្សគ្មានរញើតដៃទេបាទហើយនៅពេលយប់ឡើងគាត់បានមកជួបជាមួយនឹង Lester និង Daniel ដើម្បីយកសាកសពរបស់ Nick យកទៅកប់ចោលនៅខាងក្នុងព្រៃទៅហើយនៅថ្ងៃស្អែកឡើងគាត់បានមកអង្គុយធ្វើការនៅក្នុងប៉ូលីសធម្មតាធ្វើដូចជាអត់មានរឿងអីកើតឡើងអញ្ចឹងណាបរិសម្នាក់ដែលជាមេធំដែលមានឈ្មោះថា Jason បានសួរនាំទៅកាន់ Coleman ថាតើ Nick បាត់ទៅណាហើយលោកប៉ូលីស Coleman បាននិយាយប្រាប់ទៅថាខ្លួនក៏មិនដឹងដែរគឺ Nick មិនបានឃើញមកធ្វើការតាំងពីម្សិលមិញមកម្លេះហើយលោក Coleman បានសម្ដែងធ្វើជាទៅបើកប្រអប់ទូដាក់សម្ភារៈរបស់ Nick ក៏បានឃើញកាបូបមួយពួកគេបានបើកវាមើលក៏បានឃើញថាកាបូបមួយហ្នឹងគឺជាកាបូបរបស់ Kendall ហើយពួកគេក៏បានគិតថាការបាត់ខ្លួនរបស់ Kendall គឺវាជាប់ពាក់ព័ន្ធជាមួយនឹង Nick ដូចនេះហើយ Jason ក៏បានបញ្ជាកូនចៅរបស់គាត់តាមស្វែងរកចាប់ខ្លួនរបស់ Nick ចឹងទៅក្រោយមើល Kendall ជាមួយនឹង Lowell កំពុងតែអង្គុយនិយាយជាមួយគ្នានៅខាងក្រៅផ្ទះស្រាប់តែមានឡានមួយបានបើកចូលមក Lowell បានប្រាប់ឲ្យ Kendall ប្រញាប់ចូលលពូនលាក់ខ្លួននៅខាងក្នុងផ្ទះទៅអ្នកដែលបើកឡានចូលមកហ្នឹងគឺជា Lester និង Daniel រូបគេមកហ្នឹងគឺដើម្បីយកតំណែងពី Lowell ដើម្បីយកទៅលក់បន្តពេលដែលពួកគេទទួលបានតំណែងរួចរាល់ហើយស្រាប់តែ Lester បានសម្លឹងឃើញស្នាមជើងមនុស្សផ្សេងម្នាក់ទៀតប្រឡាក់ជាប់ជាមួយនឹងកម្មចន្ទើផ្ទះរបស់ Lowell ធ្វើឲ្យរូបគេដឹងឡើងច្បាស់តែម្ដងថា Lowell ច្បាស់ជាមានរឿងលាក់បាំងជាមួយនឹងពួកគេជាមិនខានប៉ុន្តែពួកគេនៅពីរនាក់មិនបានធ្វើសកម្មភាពអីទេហើយក៏បានបើកឡានត្រឡប់ទៅវិញទៅបន្តមកទៀតគណៈពេលដែលពួកគេកំពុងតែអង្គុយជជែកគ្នាលេងនៅក្នុងផ្ទះស្រាប់តែ Lester និង Daniel បានបើកទ្វារចូលមកធ្វើឲ្យ Lowell និង Kendall មានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែ Lowell បានប្រាប់ឲ្យអ្នកទាំងពីរនាក់ធ្វើចិត្តឲ្យតិចអង្គុយនិយាយគ្នាសិនចាំគាត់នឹងនិយាយបញ្យល់រឿងគ្រប់យ៉ាងប្រាប់ទៅកាន់ពួកគេហើយអ្នកទាំងពីរនាក់ក៏បានស្ដាប់តាម Lowell បានតាឲ្យ Kendall ទៅឆុងកាហ្វេយកឲ្យពួកគេម្នាក់មួយកែវហើយនាងក៏បានស្ដាប់ធ្វើតាមទៅបាទគណៈពេលដែល Kendall ទៅឆុងកាហ្វេនាងក៏បានយកសារធាតុម្យ៉ាងដាក់ចូលទៅខាងក្នុងម៉ាស៊ីនកម្ដៅនៅបានចុចបើកកម្ដៅមួយអស់តែម្ដង Lowell បានបញ្ជាឲ្យ Kendall មកអង្គុយនៅលើផ្លូវរបស់គាត់និងបានប្រាប់ទៅកាន់អ្នកទាំងពីរនាក់ថាខ្លួនមានបំណងចង់ចាប់ចម្រិត Kendall ហើយបានយកនាងមកនៅជាមួយបែបនេះគឺគ្រាន់តែចង់សប្បាយវៃឡើងជាមួយនឹងនាងប៉ុណ្ណោះហើយបើសិនជាពួកគេចង់បាននាងត្រឡប់ទៅវិញចាំគាត់បកគលឲ្យអញ្ចឹងណាកំពុងតែនិយាយគ្នាពួកគេបានធំក្លិនអីម្យ៉ាង Daniel បានដើរចូលទៅពិនិត្យមើលសត្វវាបានផ្ទុះម៉ាស៊ីនកម្ដៅវាប្រហារទៅកាន់ពួកគេភ្លើងក៏បានឆាប់ឆេញឡើងសម្រាប់អបិ Daniel ទៅ Lowell និង Kendall បានលោតចាក់ចេញទៅខាងក្រៅប៉ុន្តែ Lowell បានត្រូវរបួសអំបែងកញ្ចក់ហក់ខ្ទាតមកជាប់ជាមួយនឹងខ្នងរបស់គាត់ Lowell បានប្រាប់ឲ្យ Kendall ប្រញាប់រត់ចាក់ចេញពីកន្លែងមួយហ្នឹងទៅចំណែក Lester ក៏បានយកកំភ្លើងដែលចាក់ចេញពីអាខាងក្នុងផ្ទះទាំងដែលរូបរាងកាយរបស់គាត់ក៏ត្រូវរបួសធ្ងន់ធ្ងរផងដែរហើយគណៈពេលដែល Kendall កំពុងតែរត់ចាក់ចេញពីកន្លែងមួយហ្នឹង Lester បានយកកំភ្លើងដើម្បីបាញ់សម្លាប់ Kendall ប៉ុន្តែក៏ត្រូវបាន Lowell វាយប្រហារពីខាងក្រោយខ្នងធ្វើឲ្យ Lester បាញ់ Kendall មិនត្រូវទេអ្នកទាំងពីរនាក់បានបតែបតប់បែកគ្នាទៅវិញទៅមកគ្រាមនោះស្រាប់តែ Lowell បានកញ្ឆក់យកបានកំភ្លើងហើយគេរៀបនឹងបាញ់សម្លាប់ Lester ទៅហើយស្រាប់តែលោកប៉ូលីស Coleman បានចូលមកទាន់បាញ់សម្លាប់ Lowell ទៅចំណែក Kendall ក៏បានឮសំឡេងគ្រប់កំភ្លើងផងដែរប៉ុន្តែនាងមិនអាចធ្វើអីកើតទេគឺបានត្រឹមតែប្រឹងរត់ទៅមុខបន្តទៀតប៉ុណ្ណោះលោក Coleman គឺពិតជាសាហាវខ្លាំងមែនទែនសូម្បីតែគ្នារបស់គាត់ក៏មិនលើកលែងដែរគាត់នឹងក៏បានបាញ់សម្លាប់ Lester ចោលតែម្ដងទៅកុំឲ្យ Lester នៅរស់នៅវេទនាបែបនេះបន្តទៀតខ្លីឲ្យមើល Kendall នេះវិញគឺនាងប្រឹងរត់ទៅមុខដោយគ្មានឈប់សម្រាកឡើយហើយនាងពិតជាអស់កម្លាំងខ្លាំងមែនទែនចុងក្រោយនាងក៏បានរត់មកដល់ទីតាំងដែលមានផ្លូវហើយនាងបានចំពប់ជើងដួលភ្លាមនោះក៏មានឡានប៉ូលីសបានបើកចូលមកខេងប៉ូលីសមានហ្នឹងក៏បានយល់ព្រមឲ្យ Kendall ជិះឡានទៅជាមួយគាត់ទៅពួកគេទាំងពីរនាក់បានជិះឡានបណ្ដាជជែកសួរនាំគ្នាបណ្ដា Kendall បាននិយាយរៀបរាប់ប្រាប់អំពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងចំពោះខ្លួនប្រាប់ទៅកាន់ប៉ូលីសម្នាក់ហ្នឹងទៅហើយយើងក៏បានដឹងថាតាមពិតប៉ូលីសម្នាក់ហ្នឹងគឺជាលោក Coleman សោះនិយាយជជែកគ្នាអស់ពេលមួយសបកមក Kendall ក៏បានដឹងហើយថាតាមពិតប៉ូលីសម្នាក់ហ្នឹងមិនមែនគឺជាមនុស្សល្អទេគឺជាបពុកគ្នារបស់ពួកគេទាំងអស់លោកប៉ូលីស Coleman បានឈប់ឡានគាត់បាននាំ Kendall ដែលចូលខាងក្នុងព្រៃមួយ Kendall ពេលនេះក៏មិនអាចបកកាយតវ៉ាបានដែរពីព្រោះតានាងខ្លាច Coleman បាញ់សម្លាប់ចោលហើយនៅពេលដែលពួកគេដើរមកដល់ទីតាំងទឹកស្ទឹងគាត់បានបញ្ជាឲ្យ Kendall ដើរចូលខាងក្នុងទឹក Kendall បានព្យាយាមរត់គេចខ្លួនប៉ុន្តែក៏ត្រូវបានលោក Coleman ចាប់បោកនាងជាមួយនឹងទឹកស្ទឹងនឹងតែម្ដងដូចជាយើងបានដឹងហើយថាកម្លាំងមនុស្សប្រុសខ្លាំងជាងមនុស្សស្រីទោះបីជា Kendall ព្យាយាមរើបំរាស់យ៉ាងណាក៏ដោយក៏មិនអាចរត់គេចខ្លួនបានទេ Coleman បានចាប់ Kendall ជាមួយក្បាលចូលខាងក្នុងទឹកដើម្បីឲ្យនាងដាច់ខ្យល់ស្លាប់តែម្ដងប៉ុន្តែភ្លាមនោះស្រាប់តែ Kendall បានសវ៉ាយកបានទល់វីដែលនៅខាងក្រោមទឹកស្ទឹងមកចាក់វាប្រហារទៅកាន់លោក Coleman ធ្វើឲ្យលោក Coleman មិនអាចតដៃយកកំភ្លើងមកបាញ់សម្លាប់នាងទាន់ទេ
ហើយ Kendall ក៏បានចាក់សម្លាប់លោក Coleman ឲ្យស្លាប់របងជីវិតនៅក្នុងទឹកស្ទឹងមួយហ្នឹងទៅនៅពេលនេះគឺនាងមានសមត្ថភាពឡើងវិញហើយបាទ Kendall ក៏បានដើរមកខាងលើផ្លូវវិញហើយយកឃើញថាទឹកមុខរបស់នាងគឺឡើងមាំតែម្ដងហើយឡានប៉ូលីសជាច្រើនក៏បានបើកចូលមកដើម្បីជួយសង្គ្រោះនាងចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងមួយនេះគឺកាត់បញ្ចប់តែត្រឹមហ្នឹងទៅអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូននឹងពេញចិត្តចំពោះសាច់រឿងមួយនេះជាពិសេសសម្រាប់បងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងចំពោះ Channel ថ្មីឲ្យ admin ម្នាក់មួយផងដើម្បីទទួលបានសាច់រឿងថ្មីៗទាន់ចិត្តក្រាបពេលនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ